យើងងាកមកចាប់អារម្មណ៍ជាមួយនឹងទឹកមុខរបស់អូតាយើងវិញឃើញតាគេដូចជាមានកំណត់អ្វីមួយតែបន្ទាប់មកហ្នឹងពិធីជប់លៀងក៏បានមកដល់ហើយដល់ពេលនោះដែរអូតាហ្នឹងក៏បានចូលរួមផងដែរគាត់ក៏បាននិយាយលេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយបន្ទាប់មកហ្នឹងកញ្ញាហ្វាដារបស់យើងហ្នឹងក៏បានមកដល់ពិធីជប់លៀងផងដែរហើយកញ្ញាហ្វាដារបស់យើងហ្នឹងនាងក៏បានកាន់ជាមួយនឹងកាដូមួយដល់ពេលដែលបែអូតាហ្នឹងគេឃើញបែបនោះក៏បានសួរថាតើនាងមានកាដូអ្វីដែរកញ្ញាហ្វាដារបស់យើងហ្នឹងនាងក៏បានប្រាប់ថានាងមិនប្រាប់នោះឡើយព្រោះវាជាអាចកំបាំងហើយនាងក៏បានសួរទៅកាន់អូតាវិញថាអូតាមានកាដូអ្វីហើយអូតាហ្នឹងក៏បានប្រាប់ថាអូតាហ្នឹងគេបានប្រាប់ថាវាក៏ជាអាចកំបាំងផងដែរគេមិនប្រាប់នោះទេហើយយើងក៏ដឹងហើយថាអូតារបស់យើងហ្នឹងគឺគេពិតជាខូចខ្លាំងណាស់ដូររបស់គេហ្នឹងគឺជាត្រីខស្អុយនឹងឯងយ៉ាប់មកអប៉ែហ្នឹងហើយបន្ទាប់មកហ្នឹងពិធីជប់លៀងក៏បានមកដល់ហើយពេលនោះដែរតាពូជីហ្នឹងនាងក៏បាននិយាយថាដល់ពេលដែលយើងទាំងអស់គ្នាត្រូវផ្លាស់ប្ដូរអំណោយគ្នាហើយពេលនោះដែរគឺមានបរិបម្នាក់បានសួរទៅកាន់តាពូជីកាដូធំហ្នឹងជាកាដូពីណាគេតាពូជីហ្នឹងក៏បានប្រាប់ថាវាជាកាដូរបស់លោកគ្រូដែលលោកគ្រូហ្នឹងគឺចង់ប្រកល់ឲ្យសិស្សគ្រប់គ្នាអីចឹងហើយកាដូរបស់លោកគ្រូហ្នឹងគាត់ចង់ឲ្យពួកយើងទាំងអស់គ្នាបើកនៅពេលចុងក្រោយគេបង្អស់ហើយតាមពិតទៅកាដូមួយហ្នឹងគឺជាលោកគ្រូហ្នឹងឯងគាត់បានចូលទៅអង្គុយនៅក្នុងហ្នឹងព្រោះគាត់គិតថានៅពេលដែលសិស្សគ្រប់គ្នាបើកកាដូហ្នឹងទៅឃើញជារូបគាត់គឺច្បាស់ជាសប្បាយជាមិនខានគាត់ចង់ឲ្យសិស្សគ្រប់គ្នាសប្បាយរីករាយអីចឹងហើយបន្ទាប់មកហ្នឹងតាពូជីនាងក៏បាននិយាយបន្តថាដល់ពេលដែលយើងទាំងអស់គ្នាត្រូវប្រមូលកាដូហើយព្រោះថាយើងមិនអាចជូនកាដូទៅនរណាម្នាក់បានឡើយត្រូវឲ្យអ្នកទាំងអស់គ្នាចាប់យករៀងខ្លួនអីចឹងណាដល់ពេលនោះដែរគឺធ្វើឲ្យអូតាហ្នឹងគឺពិតជាភ័យខ្លាំងណាស់គេគិតថាគេចង់យកកាដូហ្នឹងទៅឲ្យកញ្ញាហ្វាដារបស់យើងព្រោះថាគេចង់ធ្វើឲ្យនាងហ្នឹងស្អុយអីចឹងណាកញ្ញាហ្វាដារបស់យើងហ្នឹងនាងក៏បានភ្ញាក់ផ្អើលផងដែរព្រោះនាងគិតថាកាដូរបស់នាងហ្នឹងគឺនាងចង់ជូនទៅកាន់អូតាជាពិសេសដល់យើងងាកទៅចាប់អារម្មណ៍ជាមួយនឹងអូតាវិញឃើញថាថងតែគេចាប់កាដូរបស់គេហ្នឹងគឺបានរហ័សបានធ្លាក់ត្រីខរបស់គេហ្នឹងកំពប់ដល់ពេលនោះដែរក្លិនរបស់វាគឺពិតជាស្អុយខ្លាំងណាស់ដែលធ្វើឲ្យសិស្សគ្រប់គ្នាហ្នឹងមានក្លិនស្អុយហើយក៏បានរញ៉េរញ៉ៃពេញហ្នឹងហើយក៏បាននាំគ្នារត់ចេញទៅក្រៅអស់ហើយរួមទាំងកញ្ញាហ្វាដារបស់យើងនាងក៏បានរត់ចេញផងដែរប៉ុន្តែដល់ពេលដែលនាងរត់មកពាក់កណ្ដាលផ្លូវហ្នឹងនាងក៏បាននឹកឃើញហើយក៏បានត្រឡប់មកក្នុងវិញហើយនាងក៏បានមកជួបជាមួយនឹងអូតាហើយក៏បានប្រកល់កាដូរបស់នាងទៅឲ្យអូតាផងដែរដល់ពេលនោះដែរអូតាក៏បានសួរថាហេតុអ្វីបានជានាងប្រកល់កាដូហ្នឹងឲ្យខ្ញុំអញ្ចឹងហើយដែលធ្វើឲ្យកញ្ញាហ្វាដារបស់យើងហ្នឹងគឺនាងពិតជាខ្វះខ្លាំងណាស់មកឡើងក្រហមតែម្ដងហើយដល់ពេលដែលអូតាគេបើកកាដូហ្នឹងទៅឃើញថាជាកន្សែងហើយនាងក៏បានប្រាប់ថាគឺជាកាដូពិសេសសម្រាប់លោកដល់ពេលអូតាឃើញបែបនោះគេក៏បានលក់កប៉ាល់របស់គេដល់ពេលលក់ចេញមកឃើញថាជាស្រោមដៃគេពិតជាហួសចិត្តហ្មងគេពេលហ្នឹងគេអត់មានកាដូអ្វីនោះទេក្រៅពីស្រោមដៃហើយចិត្តតែចង់ធ្វើបាបគេហ្នឹងគឺថារលាកបាត់អស់តែម្ដងហើយអូតាហ្នឹងគេហ្នឹងក៏បានប្រកល់ស្រោមដៃហ្នឹងទៅកាន់នាងទោះបីជាស្រោមដៃហ្នឹងធំពិតមែនប៉ុន្តែគឺកញ្ញាហ្វាដារបស់យើងគឺនាងនៅតែពេញចិត្តជាមួយនឹងកាដូដែលអូតាហ្នឹងបានប្រកល់យើងងាកមកចាប់អារម្មណ៍ជាមួយនឹងលោកគ្រូវិញនៅពេលដែលគាត់ងើបចេញពីកាដូហ្នឹងគាត់គិតថានឹងsurpriseសិស្សប៉ុន្តែមានណានៅពេលដែលងើបឡើងមកឃើញថាស្ងាត់ជ្រាបគឺសិស្សបានត្រឡប់ទៅវិញអស់ហើយដោយសារតែក្លិនត្រីខរបស់អូតាហ្នឹងឯងដែលធ្វើឲ្យសិស្សគ្រប់គ្នាហ្នឹងក៏បានត្រឡប់ទៅផ្ទះវិញអស់ដែលធ្វើឲ្យលោកគ្រូងើបចេញមកគឺនៅម្នាក់ឯងគិតថាចង់surpriseសិស្សតែមានណាគឺសិស្ស surprise វិញ